វត្តឯកកម្ពុជាកំពុងធ្វើការជាមួយក្រសួងអភិវឌ្ឍជនបទនិងសហការជាមួយមន្ទីរពិសោធន៍បរិស្ថានទឹកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដើម្បីរៀបចំសៀវភៅណែនាំស្តីពីការកសាងបង្គន់អនាម័យប្រកបដោយបរិយាបន្នសម្រាប់គ្រួសារក្នុងសហគមន៍ព្រមទាំងភ្ជាប់ជាមួយតម្លៃប៉ាន់ប្រមាណនិងសម្ភារៈដែលអាចឲ្យជាងសាងសង់យកជាគំរូនិងលំនាំអាចសាងសង់សៀវភៅណែនាំនេះត្រូវបានរំពឹងថានឹងទទួលបានការអនុម័តបញ្ចូលជាមួយនឹងស្តង់ដារបង្គន់របស់ក្រសួងអភិវឌ្ឍជនបទហើយនឹងក្លាយជាគំរូបង្គន់អនាម័យប្រកបដោយបរិយាបន្នដែលអាចសាងសង់និងប្រើប្រាស់បានសម្រាប់មនុស្សគ្រប់រូបក្នុងកម្រិតគ្រួសារគូបញ្ជាក់ផងដែរថាយោងតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ 2025-2035 ការលើកកម្ពស់អនាម័យជនបទបានសម្រេចបានលទ្ធផលកម្រិតមូលដ្ឋាន 94.76% និងកម្រិតសុវត្ថិភាពបានសម្រេចបាន 51% ហើយបានកំណត់ថានៅឆ្នាំ 2030 ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់និងការប្រតិបត្តិអនាម័យ 100% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្តរភាពដើម្បីសម្រេចបាននូវគោលដៅនេះទាមទារឲ្យមានការសង្កត់ធ្ងន់លើការទទួលសេវាទឹកស្អាតនិងអនាម័យសម្រាប់ទាំងអស់គ្នារួមមានអ្នកដែលទទួលរងនឹងការផាត់ចេញនិងការរើសអើងដូចជាជនជាតិដើមភាគតិចគ្រួសារមានចំណូលទាបមនុស្សចាស់និងជនមានពិការភាពសៀវភៅណែនាំបច្ចេកទេសស្តីពីការសាងសង់គំរូបង្គន់អនាម័យស្តង់ដារប្រកបដោយបរិយាបន្នសម្រាប់គ្រួសារក្នុងសហគមន៍ជនបទត្រូវបានរៀបចំដើម្បីបំពេញនិងគាំទ្របន្ថែមដល់ការលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យប្រកបដោយបរិយាបន្ននិងអាចរំលងទៅតាមច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់ជនពិការតាមរយៈការបញ្ចូលនូវបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពខ្ញុំអាចមានតួនាទីជាអ្នកបច្ចេកទេសផ្ដល់ការប្រឹក្សាជាមួយនឹងមន្ត្រីរបស់អង្គការយើងហ្នឹងក៏ដូចជាភាគីពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងគម្រោងនឹងដែរបាទជាគោលការណ៍ណែនាំគេហៅថាសភៅណែនាំស្ដីពីការកសាងគំរូប្រព័ន្ធអនាម័យស្តង់ដារប្រកបដោយបរិយាបន្នសម្រាប់គ្រួសារក្នុងសហគមន៍នេះហើយនេះគឺជាសេចក្តីព្រៀងទេហើយអាចនឹងបោះពុម្ពឆាប់បញ្ជាត់លេខាឆាប់ដល់ឯកឧត្តមរដ្ឋមន្ត្រីហើយសភៅនេះមានន័យថាទម្រាំចេញមួយក្បាលនេះមានន័យឆ្លងកាត់ច្រើនដំណាក់កាលណាស់ធ្វើសាកល្បងផងចុះទៅពិនិត្យផងហើយបានយើងចេញជាសភៅនេះក្រុមការងារបានយកលទ្ធផលនៃការសិក្សាទាំងអស់ហ្នឹងយកមកធ្វើការរចនានៅប្រគុណបរិយាបន្នគំរូថ្មីមួយដែលអាចឲ្យប្រជាជនដែលគាត់មានពិការភាពស្ត្រីមានផ្ទៃពោះកុមារភាពហើយនិងចាស់ជរាគាត់អាចប្រើប្រាស់បានក្រៅតែពីបរិយាបន្នគឺប្រគុណរបស់យើងគឺបានរចនាឡើងដោយពឹងផ្អែកទៅលើការស្រាវជ្រាវពីខាងមន្ទីរពិសោធន៍បរិស្ថានទឹករបស់យើងដោយប្រគុណរបស់យើងគឺយើងបានបញ្ចូលគ្នារវាងប្រព័ន្ធប្រតិកម្មទឹកកខ្វក់នៅខាងក្រោមមានន័យថាប្រព័ន្ធប្រតិកម្មទឹកកខ្វក់ហ្នឹងគឺយើងបានសិក្សាស្រាវជ្រាវហើយថាវាមានប្រសិទ្ធភាពក្នុងការជួយដោះដកនៅសមាសធាតុសរីរាង្គក៏ដូចជាអតិសកលមប្រាណមួយចំនួនដែលអាចឲ្យទឹករបស់យើងហ្នឹងអាចបង្ហូរចេញទៅកាន់បរិស្ថានវិញដោយមិនមានផលប៉ះពាល់មានអារម្មណ៍ថាប្លែកម្យ៉ាងពីព្រោះតាមធម្មតាយើងនៅស្រុកភូមិយើងនេះធ្វើជាបង្គន់ប្រើប្រាស់យ៉ាងណាគ្រួសារតាមទម្លាប់ដែលគេត្រូវធ្វើតែដល់ពេលឥឡូវនេះខ្ញុំបានទៅឆ្លងកាត់សិក្សាជាច្រើនលើកសិក្សាជាមួយសាលាតិចនៅហើយនឹងវត្តអេតខ្ញុំគិតថាបង្គន់បញ្ញាបន្នវាប្លែកសម្រាប់ខ្ញុំហើយងាយស្រួលប្រើប្រាស់ខ្ញុំធ្វើការជាមួយអង្គការវត្តអេតគឺផ្សព្វផ្សាយផ្សព្វផ្សាយពីទឹកស្អាតនិងអនាម័យតាមក្នុងផ្ទះនិងការងារសាងសង់បង្គន់ជូនជនពិការដែលគាត់ពិបាកខ្លាំងហើយមួយទៀតដែលខ្ញុំចូលចិត្តទៅធ្វើការងារនៅជាមួយអ្នកពិការនេះដោយសារខ្ញុំពិការដែរអញ្ចឹងអ្នកពិការបានគាត់យល់ចិត្តអ្នកពិការគាត់ដឹងថាពិការដូចគ្នាគាត់ដឹងថាពិការហ្នឹងពិបាកអីខ្លះឈឺអីខ្លះបានមានប្រគុណទៅខ្ញុំអាចទៅបាត់ជើងខ្លួនឯងគ្រាន់តែប្តីខ្ញុំប្រើប្រាស់ដូចជាទឹកអីឲ្យដាក់ក្នុងនឹងសម្រាប់ប្រើអញ្ចឹងទៅបានស្រួលខ្ញុំសប្បាយចិត្តខ្ញុំមានមោទនភាពណាស់កាលពីមុនមកខ្ញុំអត់សូវពីណាគេរាប់រកទេបានធ្វើការជាមួយអង្គការ
ច្រើនមកហើយជាពិសេសអង្គការវត្តអេតតែម្ដងដែលគាត់បានជួយខ្ញុំឲ្យបានដើរប្រជុំជាមួយឃុំជាមួយស្រុកជាមួយខេត្តហើយក៏គាត់បានទៅជួយទៅរៀននៅតាមស្ថាគារថាអញ្ចឹងជួបជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់អញ្ចឹងទៅខ្ញុំដូចជានិយាយរួមថាដូចខ្ញុំផ្លាស់ប្រែដែរខ្ញុំដឹងច្រើនការងារច្រើនអញ្ចឹងណាចាប់ពីពេលនេះទៅមានន័យថាគោលដៅបន្តរបស់យើងហ្នឹងគឺយើងធ្វើយ៉ាងណាជំរុញអ្នកដែលងាយរងគ្រោះចង់សម្ដៅទៅអ្នកណាសម្ដៅទៅលើអ្នកដែលមានពិការភាពដែលយើងហៅយ៉ាងខ្លីមានន័យថាបរិយាបន្នហ្នឹងមានន័យថាអ្នកពិការភាពអ្នកចាស់ជរាស្ត្រីពោះធំឬមួយក៏កុមារហ្នឹងអ្នកដែលងាយរងគ្រោះហ្នឹងគឺគាត់ត្រូវបានទទួលសេវាមានន័យថាសេវាក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធអនាម័យហ្នឹងទៅដល់ពួកគាត់ទី1គឺដោយសារតែពួកយើងគឺជាក្រុមអ្នកស្រាវជ្រាវដែលមកពីវិទ្យាស្ថានអញ្ចឹងយើងអាចមានឱកាសក្នុងការផ្ដល់នៅបច្ចេកវិទ្យាដែលយើងបានស្រាវជ្រាវហើយជូនទៅដល់សហគមន៍តែម្ដងអញ្ចឹងយើងអាចឃើញអំពីការប្រើប្រាស់របស់សហគមន៍ហើយយើងមានន័យថាយើងអាចផ្សារភ្ជាប់រវាងការស្រាវជ្រាវទៅនឹងសហគមន៍ជាក់ស្ដែងបាទហើយយើងក៏ចង់ឃើញអង្គការឬមួយក៏ដៃគូផ្សេងធ្វើការបែបហ្នឹងមានន័យថាផ្សារភ្ជាប់រវាងការស្រាវជ្រាវជាមួយនឹងការអនុវត្តជាក់ស្ដែងចូលគ្នាក៏សង្ឃឹមថាបច្ចេកវិទ្យាដែលយកក្រងជាសភៅគោលការណ៍បច្ចេកទេសនេះនឹងអាចផ្សព្វផ្សាយទៅទូទាំងប្រទេសហើយអាចឲ្យបងដែលជាជាងរបស់យើងអាចយកវាទៅប្រើប្រាស់ជួយដល់សហគមន៍ទាំងមូលហើយជួយរក្សាបរិស្ថានរបស់យើង